ព័ន្ធនោះចងជាមួយអ្នកណាគេមួយបាក់របៀបម៉េចអាចជាថាជាយុទ្ធសាស្ត្រនៃការធ្វើមិនត្រូវគ្នាឬក៏មិនត្រូវនេះមែនទេបាទឥឡូវខ្ញុំត្រឡប់មកវិញថាតើការរួមគ្នានឹងវាឈានទៅដល់ដំណាក់កាលណាបានលទ្ធផលបែបណាហើយគណៈបកនីមួយៗដែលជាអតីតនៃគណៈបកសង្គ្រោះជាតិនឹងបានដើមចេញធ្វើការជ័យគ្នាដើម្បីរកការរួមដែរទេខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះធរានុធរៈគ្រប់ព្រះអង្គនិងអស់លោកស្រីនាងកញ្ញាជាទីមេត្រីប្រិយមិត្តតែតាមដានស្ដាប់សម្លេងប្រជាធិបតេយ្យជាលឿនបាទថ្ងៃនេះខ្ញុំបាទនឹងបកសារជាថ្មីវិញក្នុងការជជែកទៅលើប្រធានបទពាក់ព័ន្ធទៅនឹងការរួបរวมអ្នកប្រជាធិបតេយ្យក៏ដូចជាគណៈបកប្រជាធិបតេយ្យលោកស្រីនាងកញ្ញាជាទីមេត្រីគោលបំណងនៃការលើកប្រធានបទនេះឡើងសម្រាប់រាល់គណៈបកនយោបាយទាំងឡាយណាដែលប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យឲ្យមានដំណើរការនៅកម្ពុជារស់រវើកនិងល្អក្នុងគោលបំណងលើកស្ទួយសិទ្ធិមនុស្សមិនឲ្យមានការរារាំងដាក់សម្ពាធជាមួយនឹងបញ្ហាផ្សេងៗដែលកើតមានរាល់ពេលដែលពលរដ្ឋធ្វើសកម្មភាពក៏ដូចជាសកម្មជនក្នុងសង្គមផ្សេងៗលោកស្រីនាងកញ្ញាជាទីមេត្រីថ្ងៃនេះមានលោកសួនរីដាអនុប្រធានគណៈបកប្រជាតៃជាលឿនមកជជែកវែកញែកបកស្រាយទៅលើប្រធានបទនេះបាទសូមគោរពជំរាបសួរលោកសួនរីដាបាទលោកសួនរីដាពាក់ព័ន្ធទៅនឹងប្រធានបទនេះអ្វីដែលខ្ញុំក៏សម្គាល់កន្លងមកហ្នឹងគឺឃើញថាដំណើរការនៃការផ្សះផ្សាក៏ដូចជាការស្វែងរកការរួបរวมឲ្យមានការចូលរួមក្នុងការហៅថាបកនយោបាយតែមួយធ្វើសកម្មភាពតែមួយឬក៏ហៅថាបញ្ជីតែមួយតើដំណើរការនោះយ៉ាងម៉េចទៅបាទសំណួរនេះល្អប៉ុន្តែមុននឹងឆ្លើយនឹងសំណួរអូនមករាជាបឋមសូមគ្រប់ថ្វាយបង្គំសំគ្រប់អង្គសូមគ្រប់ដល់ជនរួមជាតិខ្មែរដែលបានចូលរួមទស្សនានៅក្នុងកម្មវិធីផ្សព្វផ្សាយព័ត៌មាននៃគណៈបកប្រជាធិបតេយ្យជាលឿនបាទប្រធានបទដែលតាក់ទងទៅនឹងការរួមអ្នកប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ2027-2028ខាងមុខនេះគឺជាប្រធានបទល្អជាប្រធានបទមួយដែលចាត់ចង់បំណងប្រាថ្នារបស់ប្រជាពលរដ្ឋចង់បានតាមពិតទៅគឺយើងជាអ្នកនយោបាយដឹងច្បាស់ណាស់អំពីការបង្រួបបង្រួមពីព្រោះខ្មែរយើងតែងតែនិយាយតែងតែលើកចេញជាសុភាសិតថាសាមគ្គីជាកម្លាំងការរួបរวมទើបជាតិខ្លាំងហើយយើងជាអ្នកនយោបាយជាថ្នាក់ដឹកនាំនៃគណៈបកនីមួយៗក៏ដឹងច្បាស់អំពីអត្ថន័យនៃការរួបរวมយើងដឹងច្បាស់អំពីលទ្ធផលនៃការរួបរวมជាក់ស្ដែងយើងដឹងហើយថាក្រោយការបោះឆ្នោត1993ដែលរៀបចំដោយលោកតាក់ការបោះឆ្នោតពេលនោះគឺជាការបោះឆ្នោតមួយដែលកណនីមុនអាសនៈនៅក្នុងរដ្ឋសភាតាមរយៈសំណល់ច្រើនអញ្ចឹងហើយបានគណៈបកនយោបាយនៅពេលនោះគឺមានចម្រុះគណៈបកជាច្រើនដែលមានវត្តមាននៅក្នុងរដ្ឋសភាតែក្រោយបោះឆ្នោតនៅក្នុងឆ្នាំ1993មករដ្ឋាភិបាលក៏ចាប់ផ្ដើមកែរូបមន្តនៃការកណនីអាសនៈរដ្ឋសភាតាមរយៈមជ្ឈមភាពដូច្នេះនៅក្នុងកត្តា3ដ៏សំខាន់ដែលតម្រូវឲ្យគណៈបកនយោបាយដែលមានសម្លេងតិចនឹងត្រូវតែរួមរួមគ្នាដើម្បីក្លាយទៅជាកម្លាំងនយោបាយមួយក្នុងការប្រកួតប្រជែងជាមួយនឹងគណៈបកកណ្ដាលពីព្រោះការដែលខ្ញុំថាកត្តា3នឹងទី1គឺរូបមន្តកណនីអាសនៈនៅក្នុងរដ្ឋសភានឹងឯងបើសិនជាយើងមិនរួមរួមគ្នាទេអញ្ចឹងគណៈបកនីមួយៗដែលបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តនិងគាំទ្រពីប្រជាពលរដ្ឋមិនបានសម្លេងចាត់ទុកដូចជាអត់បានការហើយសម្លេងដែលប្រជាពលរដ្ឋបោះឆ្នោតនឹងបានទៅគណៈបកធំបាទជាក់ស្ដែងដូចបាទជាក់ស្ដែងសម្លេងទាំងអស់ហ្នឹងវាគុំទៅគណៈបកកាន់ណាអញ្ចឹងវាស្នេហ៍ឆ្នោតបាទវាអត់ប្រយោជន៍ដូច្នេះហើយវាតម្រូវឲ្យគណៈបកជាធិបតេយ្យត្រូវតែរួម
រឿងកត្តាទី2យើងដឹងហើយថាមកដល់ពេលនេះគេបង្កើតច្បាប់គណៈបកនយោបាយដើម្បីគណនាចំនួនគេហៅថាអាសនៈប្រសិទ្ធភាពដល់ទៀតពីមុនគេបោះឆ្នោតតំណាងប្រសិទ្ធភាពតាមរយៈមណ្ឌលតាមភូមិភាគ3ដែលគេបែងចែកដែលបូកបញ្ចូលគ្នារវាងខេត្តប្រមាណទៅបង្កើតមកទៅជាភូមិភាគ1អញ្ចឹងប្រសិទ្ធភាពសម័យនោះគឺតំណាងឲ្យគេហៅថាដើមចេញពីភូមិភាគដែលមានសម្លេងគេហៅថាសម្លេងឆ្នោតនៃការបោះឆ្នោតហ្នឹងគឺចេញពីក្រុមប្រឹក្សាឃុំសង្កាត់បាទប៉ុន្តែឥឡូវនេះគឺបដូរមកការបោះឆ្នោតប្រសិទ្ធភាពតាមរយៈខេត្តបាទតាមរយៈតំណាងខេត្តស្រុកបាទតាមរយៈខេត្តបានន័យថាតំណាងរាស្ត្រចេញពីខេត្តវិញមិនចេញពីភូមិភាគទៀតទេចេញពីខេត្តបានន័យថាឧទាហរណ៍ដូចភ្នំពេញអញ្ចឹងគឺចេញពីភ្នំពេញមកបាទដូចកណ្ដាលទេចេញពីកណ្ដាលមកពីមុនភូមិភាគវាមានការបដុំគ្នានៅខេត្តច្រើនតំណាងរាស្ត្របាទតំណាងប្រសិទ្ធភាពបាទប្រសិទ្ធភាពអញ្ចឹងប្រសិនបើការធ្វើច្បាប់បោះឆ្នោតប្រសិទ្ធភាពបែបនេះរឹតតែធ្វើឲ្យគណៈបកដែលតូចមិនមានអាសនៈនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់លែងមានតំណាងប្រសិទ្ធភាពទៀតតទៅទៀតហ្នឹងចឹងបាទដូច្នេះតម្រូវឲ្យត្រូវតែរួមគ្នានឹងកត្តាទី2កត្តាទី3គឺយើងនឹងឲ្យថាយើងមានការរួបរวมគ្នាដែលវាជាមេរៀនចង្អុលបង្ហាញដែលបង្ហាញឲ្យឃើញយើងថាលទ្ធផលនៃការរួមគ្នាយើងទទួលបានលទ្ធផលល្អយើងទទួលបានជោគជ័យជាក់ស្ដែងដោយគណៈបកសង្គ្រោះជាតិការរួមគ្នាច្បាប់ជោគគ្នានៃគណៈបកសិទ្ធិមនុស្សនិងគណៈបកសំស៊ីបង្កើតទៅជាគណៈបកសង្គ្រោះជាតិដែលការនោះសម្លេងម្នាក់បើយើងប្រៀបធៀបតាមេឃុំចៅសង្កាត់គឺសិទ្ធិមនុស្ស18សំស៊ី22បូកចូលគ្នាតែ40តែនៅពេលដែលយើងរួមគ្នាពីមេឃុំចៅសង្កាត់40អាសនៈទៅរហូតបានដល់489ចាំមិនថាកត្តាបញ្ហានយោបាយវាមិនមែនដូចជាការគុណលេខបាទមិនមែនជាគណិតវិទ្យាបាទវាអាចពីបាទវាមិនមែន8 9បាទវាមិនមែនជាវិទ្យាសាស្ត្រពិតទេណាបាទជាស្រង់ឯកសាស្ត្រហើយពេលនោះការរួមគ្នាច្បាច់ចូលគ្នាក៏លទ្ធផលអាសនៈសភាក៏កើនឡើងដែរបាទពី27ពេលនឹងសិទ្ធិមនុស្ស3ដាក់ដាក់សំស៊ី24ចឹង20បាទលោកសូរីដាខ្ញុំចង់ត្រឡប់ទៅក្រោយតិចជាបទពិសោធន៍យើងឃើញថាក្នុងឆ្នាំ1946ហ្នឹងអ្វីដែលជាការបែកបាក់នៃប្រជាធិបតេយ្យក្រោយពេលដែលអត់ពីព្រះអង្គម្ចាស់ស៊ីវត្តយុទ្ធវង្សនោះមកយើងឃើញមានការបែកបាក់គ្នានៃប្រជាធិបតេយ្យហើយក្រោយមកទៀតនៅក្នុងឆ្នាំ1993អ្នកប្រជាធិបតេយ្យដែលសំខាន់ដែលយើងឃើញថាគាត់ជាអ្នកមួយដែលចាប់ផ្ដើមយុទ្ធនាការមានឆន្ទៈក្នុងការធ្វើម៉េចឲ្យប្រជាធិបតេយ្យនៅកម្ពុជានោះរវើកគឺលោកតាសឿនសានតែគណៈបករបស់លោកនោះក៏ត្រូវបានបែកជាពីរដែរបាទអញ្ចឹងជាបទពិសោធន៍ឃើញមានការចាញ់មានការបរាជ័យធ្វើប្រជាធិបតេយ្យហាក់ដូចជារលត់ទៅម្ដងតិចអញ្ចឹងទេខ្ញុំចង់សង្កត់ធ្ងន់ថាតើលោកអាចបញ្យល់ពីដំណើរការនៃការរួបរวมពីមិនដែរឥឡូវបច្ចុប្បន្ននេះជាបទពិសោធន៍ផងជាទស្សនវិជ្ជាបច្ចុប្បន្នបាទដូចខ្ញុំបានលើកខាងដើមមិញហើយគឺការរួមនេះជារឿងសំខាន់ដែលអ្នកនយោបាយនៅក្នុងគណៈបកប្រជាធិបតេយ្យត្រូវតែធ្វើជាចាំបាច់ជាយុទ្ធសាស្ត្រគណៈបកកណ្ដាលគឺតែងតែប្រើយុទ្ធសាស្ត្រនៅក្នុងការបែកបាទគេមិនចង់ឲ្យគណៈបកប្រឆាំងធំខ្លាយទៅជាគូប្រកួតមួយដើម្បីប្រកួតយកឈ្នះគណៈបកកណ្ដាលទេអញ្ចឹងគេមានយុទ្ធសាស្ត្រក្នុងការបែកប៉ុន្តែសំខាន់បំផុតគឺយើងខ្លួនយើងទេគឺមិនកុំបំបែកខ្លួនយើងបាទដូច្នេះគេថាគីឡូគេមិនបំបែកខ្លួនឯងបំបែកគ្នាអាហ្នឹងដែលខ្ញុំដាំដែលខ្ញុំចង់និយាយនេះគឺគេតែងតែមានយុទ្ធសាស្ត្របំបែកយើងប៉ុន្តែអ្វីដែលសំខាន់គឺយើងកុំបំបែកខ្លួនយើងបាទបើគេចង់ឲ្យយើងបែកបាក់គ្នាយើងរឹតតែរួមគ្នាអាហ្នឹងបានយើងឈ្នះគេបានបើសិនជាយើងមិនរួមគ្នាទេអាហ្នឹងគឺវាធ្វើតែប្រហែលជានេះលោក
អាចជាថាជាយុទ្ធសាស្ត្រនៃការធ្វើមិនត្រូវគ្នាឬក៏មិនត្រូវនេះមែនទេបាទឥឡូវខ្ញុំត្រឡប់មកវិញថាតើការរួមគ្នានឹងវាឈានទៅដល់ដំណាក់កាលណាបានលទ្ធផលបែបណាហើយគណៈបកនីមួយៗដែលជាអតីតនៃគណៈបកសង្គ្រោះជាតិនឹងបានដើមចេញធ្វើការជជែកគ្នាដើម្បីរកការរួមដែរទេតាមក្នុងដល់ចំណុចហ្នឹងខ្ញុំចង់ជាប់មួយទៀតទៅនឹងអ្វីដែលលោកចង់លើកឡើងគឺថាតើការដែលចងរួមជាប់សម្ព័ន្ធហ្នឹងចងជាមួយអ្នកណាគេមួយបករបៀបម៉េចជាធម្មតាការចងសម្ព័ន្ធរវាងគណៈបកនយោបាយតទៅគណៈបកនយោបាយនោះមានទស្សនៈនយោបាយមានកម្មវិធីនយោបាយនិងច្រឹកនយោបាយដូចគ្នាបើសិនជាមិនមានកម្មវិធីនយោបាយគោលនយោបាយនៅបំណងមាននយោបាយនឹងរបស់គណៈបកនឹងមិនដូចគ្នាទេគឺការចងគឺការសហការឬការរួមគ្នាវាពិបាកខ្ញុំចង់ត្រឡប់ទៅវិញថាតើមកដល់ពេលនេះការរួមគ្នាយ៉ាងម៉េចដូចខ្ញុំបានជំរាបហើយពួកយើងដែលជាឋានៈដឹកនាំគណៈបកជាតបតៃជឿនលឿននឹងតែងតែចង់បានការរួមរួមអញ្ចឹងកាលណាចង់បានការរួមរួមអានេះជាបំណងរបស់យើងប៉ុន្តែនៅពេលដែលយើងចុះទៅមូលដ្ឋានចុះទៅជួបជាមួយប្រជាពលរដ្ឋចុះទៅជួបជាមួយសកម្មជននយោបាយរបស់យើងនៅតាមមូលដ្ឋានគឺពួកគាត់តែងតែប្រាប់យើងថាធ្វើម៉េចរួមគ្នាបានប៉ុន្តែឥឡូវសួរថាតើរូបមន្តនៃការរួមដើម្បីឲ្យខ្លាំងគឺរួមរបៀបណាពីព្រោះបើសិនជាយើងរួមមិនខ្លាំងរួមរបៀបបែបជាការចុះចាញ់និងចុះចូលវាមិនមែនជាការរួមទេជាក់ស្ដែងកន្លងមកពួកយើងបានធ្វើកិច្ចការនេះរយៈពេលមកដល់ពេលនេះចូលជិត4ឆ្នាំហើយពីព្រោះតាំងពីការបោះឆ្នោតថ្នាក់ជាតិ2023គណៈបកភ្លើងទៀនគឺត្រូវបានគេរៀបរៀងមិនឲ្យចូលរួមការបោះឆ្នោតពេលនោះគណៈបក4ចាប់ដៃគ្នាធ្វើសម្ព័ន្ធភាពហើយក្រោយមកមានគណៈបកជាតបតៃជឿនលឿននៅក្នុងនោះការនោះជាគណៈបកកម្ពុជានិយមក៏ចូលទៅក្នុងសម្ព័ន្ធភាពឈ្មោះទៅអនាគតដើម្បីរួបរวมឲ្យคล้ายទៅជាគោលនយោបាយមួយប៉ុន្តែសួរត្រឡប់ទៅវិញថាបើយើងចាប់ផ្ដើមតាំងពីឆ្នាំ2023មកដល់ពេលនេះ2026ជិតដាច់ហើយអញ្ចឹងបើគិតរយៈពេលវាជិត4ឆ្នាំសួរថាតើរយៈពេលនេះលទ្ធផលវាបានអីគឺនៅសូន្យនិយាយត្រង់ណាពីព្រោះយើងជាអ្នកនយោបាយកុំកុហកទី1កុំកុហកខ្លួនយើងទី2កុំកុហកសកម្មជនរបស់យើងទី3សំខាន់កុំកុហកប្រជាពលរដ្ឋអ្វីដែលជាការរួមគ្នាយើងត្រូវមានសេណារីយ៉ូរបៀបគឺមិនរួមគ្នាខ្លាំងការរួមគ្នាមិនមែនជាការកេងចំណេញរបស់បុគ្គលណាឬបកណាទេគេយល់បកមួយចំនួនគាត់ថាខ្លាចទៅជាការចោះចូលពីព្រោះការរួមនៃរវាងគណៈបកនិងបុគ្គលអត់មានបញ្ហាទេពីព្រោះបុគ្គលមួយគាត់អាចមានសិទ្ធិចូលរួមជាមួយនឹងគណៈបកណាមួយអានេះជាលក្ខណៈបុគ្គលប៉ុន្តែបើការរួមរវាងបកនិងបកត្រូវមានយន្តការគោលការណ៍ច្បាស់លាស់បើអញ្ចឹងទេវានឹងคล้ายទៅជាការរួមតាមបែបចុះចូលឬចុះចាញ់ជាក់ស្ដែងគណៈបកដែលយើងបានជែកជាមួយគណៈបកភ្លើងទៀននិងឆន្ទៈគេតម្រូវឲ្យយើងដោះអាវគណៈបកជាតបតៃជឿនលឿនចេញហើយបកគលកម្លាំងនយោបាយរបស់យើងដែលមានជាក់ស្ដែងដូចនៅពេញដូចនៅកំពង់ចាមខេត្តកណ្ដាលបាត់ដំបងសៀមរាបប្រវៀកំពង់ស្ពឺឡើងទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈបកឆន្ទៈខ្មែរហើយស្នើឲ្យយើងទៅធ្វើជាប្រធានក្រុមការងារនៅខេត្តដែលគណៈបកឆន្ទៈខ្មែរអត់មានដូចជាខេត្តពោធិ៍សាត់ខេត្តព្រះសីហនុការលើកឡើងបែបនេះវាមិនមែនជាការ
รูปรวมดับใบครั้งเด็กหายได้บางช่วงยี่ทำในจิการรูปรวมครั้งปีผัวการรูปรวมคือเกิดจะไปเป็นโจกนี่ในขณะดักนอมความสิ่งเหล่ารวมจีบุยนึกกำลังมูลฐานนี่คือทายกกำลังมูลฐานปีขณะปัจจุบันจึงเดือนเต๋อบานน่ะปัญญาสุธาจบโปรเซสบาอุติหอกนุ่มปิขยมจีถนัดดักนอมนุ่มปิอัดเมียนหนึ่งขนมถนัดดักนอมหนึ่งรีทนีนุ่มปิตาเนี่ยน่าจีเนี่ยสำรองสำรวจสำรับเอากำลังถึงปีนึกทั่วการชิบุยที่บ้านวิอ่ะบ้านวิอ่ะจังเวียนหมองการเอาเมียนโปรตุสลายบ้านฟื้นการปฏิบัติตัวนี้คลายตัวจิตกับใบบัตรมวยให้มันมีประสิทธิภาพดีนึกจังนะแต่นึกชมเลือกมาชมน้อยแตะตรงหนึ่งเรื่องตีนชันแตะแต่เกลุ่มรวมขนมไปมันได้จมพวกคณะปัจจุบันไตเชิงเลือดคือการรวมประกันยกในโรคเบี้ยหรือสิ่งอะไรอยู่ตามใบรวมโดยคณะปัจจุบันคือมีในทางรัชนาสมบัติบางสิ่งหนึ่งล้อมปะเธอได้จะไปโจคนี้ขนมเนี้ยจิตระดึกล้อมรวมต่อมาถนัดกำลังรัชนาสมบัติในมุมฐานก็จะไปเป็นโจคนี้แต่ไม่เอาคล้ายที่กำลังกระทงมวยมันใช่ไหมนะให้ตรังจำนวนนี้ได้วินัยไปเที่ยวมาถึงนี้ให้เกิดทางผมน้องเราบอกไปเชื่อว่าใบหนาปีโบยืดเทิงอยู่ใบยืดสตั๊กเชียร์ประวัติอะไรเบอร์เซนเชียร์ขณะปะตีนชันเด็กก็จอมใบนั้นไอ้จำในขณะปะเชียร์ทับไตเชียร์เลื่อนจอมรูปใบนั้นอะไรยืดดักใดคนนี้ละยืดดักใดคนนี้เธอเวติกาในตามขายซัวสกามมาชุนซัวไปเชียร์ประวัติถ้าตาไปเชียร์ประวัติจอมบานรูปมุนใบนั้นวงการรูปตาจอมบานรูปมุนตามรูปเบี้ยขณะปะชันเด็กหมายกอดจังบ้านđược biết đó หรือก็ตามระยะรูปมุนได้ขณะปะจิตใจชื่นลื่นจังบ้านคือการรวมโดยขณะปะสังคมจิตบ้านเอาคนลูกสุริดาแบบปอนนังจำลอยตั้งสมบูรณ์ที่มวยมีเทียดจำจังสู้ทัตตาโลมีการบอกเราคล้ายๆที่ในปีใดสบายเราการรวมเนี่ยจิตตับไตจะไปปะโจกนี่เราไปกดเจนมวยปะกันไหนถ้ามีการบอกเราคล้ายมีปัญหาในการเลี้ยงก็เจ้าประกันในนามวยยืงถืออยู่ใบขนมปังไปช้างอะไรไปยืงไผ่คลายืงใบถืออยู่ใบในขนมเนียมเชียร์ขนาดปังไปช้างเลยนั่นมวยนะป่ะเรื่องที่ปียมกึศธานั่งมีมาแต่คลากีธาบรู้เงี้ยโดยขณะปะสังคมเชียร์นั่งอาจจะชมเตือนการเรียนแบบชมเตือนการเรียนปัจจัยสู้ตลอดตัววิ่งวิมแมนชิกาเอาแต่บอชนาไทยเฮาเกออาจจะเรียนยังบานของเปลที่วิอาศัยแต่เรือยืงตายืงเขาจะปรับไอ้คลาได้เธอไอ้เกลเรียนอยู่โบเกลเรียนกี่ยกเกอ่านสมอังแต่เรือฉบับมันใช่ไหมกี่เจ้ายืงสมอังแต่เรือฉบับไอ้ได้เกลเรียนจังการเรียนเรื่องสำคัญบ่าวผมน้องกี่ช้ำปัจจัยบ่าวยืงฟื้นอ่านหลวงวัดตามฉบับแต่บินใช้ยมกึศธาคือมันอาจรกเล่นในโครงการดีอย่างบางทีให้เรื่องติปีสำคัญบอกชาวยืนทั่วนโยบายยืนน้อมไปเชื่อประวัติแต่บอกชาวยืนอัดทั่วปฏิวัติปอยืนอัดเมียนดูหลุมลุ่มเนี่ยนะเลยคือยืนกรุบตามรัฐธรรมนุ้ยคือกับกุบเจนตามระยะการบอกชาวเช่นบ่ยืนน้อมไปเชื่อประวัติกับว่าชนะเอายืนคลาดเกี่ยวเลี้ยจะมาถืออยู่ใบเถอะอันนี้จังนะป่ะเรื่องตีปียมกระทำมาดอลปีนี่นะป่ะกันนั้นมันอาจปลายุทธศาสตร์หรือขนมการหรือเลี้ยยืนบ่ดองเทียบจีเลือกตีปีโดยขนาดป่ะสักครู่เชียร์ป่ะให้ไอ้ปีพูนในขนมระบาดนโยบายสอบไงนี่คือประเทศกัมพูชาตระการสังคมอันดับจีนที่ชมไปดำไปความโตบ่าที่กำลังมุ้ยดำไปความโต
ដល់រដ្ឋាភិបាលកម្ពុជានៅក្នុងការទប់ទល់ជាមួយនឹងការឈ្លានពានពីប្រទេសថៃដូច្នេះដើម្បីឲ្យអន្តរជាតិគេគាំទ្រតើតារដ្ឋាភិបាលកម្ពុជានេះគឺងាកមកគ្រប់សិទ្ធិមនុស្សនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យបើកឱកាសឲ្យគណៈបកនយោបាយជាពិសេសគណៈបកប្រឆាំងចូលរួមបោះឆ្នោតប្រកួតត្រឹមត្រូវហើយជាពិសេសខ្ញុំគិតថារដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជននឹងគឺចង់ឲ្យមានវត្តមានគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាដែរពីព្រោះកាលណាមានវត្តមានគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាគឺចង់មិនចង់ចាប់អ្នកនយោបាយគណៈបកប្រឆាំងនឹងឲ្យមកទទួលខុសត្រូវជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំសប្តាហ៍ឧទាហរណ៍ដូចការឈ្លានពានពីប្រទេសថៃចឹងប្រសិនបើក្នុងសភាមានតំណាងគណៈបកប្រឆាំងអញ្ចឹងតំណាងគណៈបកប្រឆាំងនៅក្នុងរដ្ឋសភានេះក៏ត្រូវតែមានតួនាទីភារកិច្ចទទួលខុសត្រូវនៅក្នុងការឈ្លានពាននេះដែរបាទទទួលខុសត្រូវនោះមានន័យថាទទួលទាំងត្រូវទទួលទាំងខុសហើយក៏មានសកម្មភាពចូលរួមជាមួយរដ្ឋាភិបាលដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់ប្រទេសសៀមនេះដែរបាទលោកស្រីព័ន្ធទៅនឹងតម្លៃនៃការចងក្រងគ្នាឬបញ្ចូលគ្នាទៅជាបកតែមួយក៏អាចអត់បានរួមគ្នាទេតើនៅតែបន្តចាញ់ទីដូចមិនតម្លៃនៃការរួមនេះហ្នឹងវាពិតមែនហើយប្រសិនបើអ្នកប្រជាធិបតេយ្យដែលគិតថាមិនរួមគ្នាគឺច្បាស់ជាមិនបានមិននិយាយថាមិនចាញ់ទេមិននិយាយថាដល់ថាចាញ់ទេគឺមិនបានការគ្រប់គ្រងពីប្រជាពលរដ្ឋទេប្រជាពលរដ្ឋគាត់មិនបោះឆ្នោតឲ្យទេស្លឹកឆ្នោតដែលគាត់ត្រូវគូសបោះឲ្យនេះគឺការគាត់មិនខ្ចីបោះឲ្យទៀតពីព្រោះអីពីព្រោះគាត់ខឹងណាបំណងមកគាត់ចង់ឲ្យរួមគ្នាដល់ពេលគាត់មិនពួកយើងមិនរួមគ្នាគាត់មិនខ្ចីបោះឲ្យហើយកាលណាមិនខ្ចីបោះឲ្យលទ្ធផលគឺគណៈបកកាន់អំណាចឈ្នះ 100% ទៀតអានេះអញ្ចឹងណាហើយខ្ញុំសូមផ្ដាំផ្ញើនៅក្នុងពេលនេះពីព្រោះមានគណៈបកខ្លះគាត់គិតថាខ្លួនខ្លាំងបាទខ្លួនខ្លាំងខ្លួនមានកម្លាំងនយោបាយខ្លាំងបានคล้ายទៅជាគណៈបកមួយដែលព្រៀបបានទៅជាអ្នកបោះមេនៅក្នុងការរួបរวมបើសិនជាការរួបរวมខ្លួនតាំងខ្លួនជាអ្នកបោះមេនៅក្នុងការរួបរวมដូច្នេះវាបរាជ័យហើយសំខាន់គឺយើងត្រូវដាក់ចិត្តដាក់កាយរួមគ្នាជជែកក្នុងគេហៅថាកៅតម្លៃគ្នានៅក្នុងភាពស្មើភាពមុខស្មើគ្នាស្មើមុខគ្នាក្នុងការជជែករវាងបកនយោបាយនិងបកនយោបាយខ្ញុំនិយាយចំត្មងទៅគណៈបកឆន្ទៈគាត់ថាមកដល់ពេលនេះគឺក្រោមលទ្ធផលរបស់ឆ្នាំ2022គាត់មានក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ជិត 2000 ដូច្នេះអ្នកណាគណៈបកណាចង់រួបរวมត្រូវមកក្រោមការគ្រប់គ្រងរបស់គណៈបកឆន្ទៈរឿងការយកគណៈបកឆន្ទៈជាតំណាងអត់បញ្ហាទេប៉ុន្តែបញ្ហាសំខាន់គឺត្រូវធ្វើម៉េចឲ្យមានការដឹកនាំរួមពីព្រោះគណៈបកនយោបាយការច្បាច់បញ្ចូលគ្នាវាត្រូវតែមានក្បាលម៉ាស៊ីនដឹកនាំរួមពីព្រោះពាក្យថារួមមានន័យថារួមគិតរួមសម្រេចនិងរួមធ្វើបាទមិនមែនឲ្យគណៈបកមួយធ្វើទៅតាមការសម្រេចរបស់គណៈបកមួយអានឹងគេមិនហៅថាការរួមទេមិនគេការរួមទេហើយសុំដាំដែរកុំយកលទ្ធផល2022មកប្រើប្រាស់ជាសម្ពាធដើម្បីដាក់ការបង្ខំឲ្យគណៈបកដទៃទៀតចុះចូលខ្លួនវាអត់ត្រូវទេលទ្ធផល2022ជាលទ្ធផលមួយដែលបោះឆ្នោតតំណាងឲ្យគណៈបកប្រឆាំងតំណាងឲ្យគណៈបកអតីតគណៈបកសង្គ្រោះជាតិកាលនោះប៉ុន្តែមកដល់ពេលនេះគណៈបកភ្លើងទៀនរុញកម្លាំងរបស់ខ្លួនទៅឆន្ទៈទៅមិនរួចផងអានេះនិយាយឲ្យត្រង់ណានិយាយឲ្យត្រង់ពីព្រោះយើងអ្នកនយោបាយកុំបោកខ្លួនឯងហើយកុំបោកអ្នកដទៃសូមខ្ញុំកាត់តិចសូម្បីតែកម្លាំងមូលដ្ឋានក្រុមប្រឹក្សាឃុំសង្កាត់ដែលជិត2000នាក់នេះរុញទៅឲ្យឆន្ទៈមិនចឹងហ៎មិនចឹងលោកមេក្រាបាទរុញទៅឲ្យឆន្ទៈអ្នកទាំងនោះភាកច្រើនគេអត់ទៅផងមិនចឹងគេអត់ទៅទេគេថាគេអត់ចង់ទៅឈរ
ក្រោមផ្លាកឆន្ទៈមានអ្នកខ្លះគេនៅស្ងៀមមានអ្នកខ្លះទៀតគេទៅចូលរួមជាមួយនឹងគណៈបកនិយាយត្រង់គឺគណៈបកកម្លាំងជាតិប្រសិនបើគណៈបកឆន្ទៈខ្លាំងបង្រួបរួមតែកម្លាំងរបស់ខ្លួនក្រុមប្រឹក្សាគុំសង្កាត់ជិត 2000 នាក់ឲ្យមកផ្ដុំគ្នានៅឆន្ទៈអានឹងគឺខ្លួនគាត់បានប៉ុន្តែបើសិនជាក្រន់តែកម្លាំងរបស់ខ្លួនគ្រប់គ្រងមិនបានបង្រួបរួមមិនបានតើវាជាចំណុចខ្សោយរបស់ខ្លួនឬទេអានឹងត្រូវត្រឡប់មកវិញណាហើយការរួបរวมត្រូវតម្កល់នៅផលប្រយោជន៍រួមជាធំគុំតម្កល់នៅផលប្រយោជន៍បុគ្គលមានអ្នកខ្លះគេថារួបរวมធ្វើអីកាលរួបរวมយកមនុស្សពីបកនេះបកនោះមកវាធ្វើឲ្យបាត់បង់នៅតួនាទីផលប្រយោជន៍របស់ខ្លួនអានឹងគឺអ្នកទាំងអស់នោះគឺរួបរวมក្នុងន័យបម្រើផលប្រយោជន៍របស់ខ្លួនទេវាមិនមែនជាការរួបរวมដើម្បីបម្រើផលប្រយោជន៍របស់គេហៅថាក្រុមទាំងមូលឬក៏របស់ផលប្រយោជន៍ទីជាតិខ្ញុំសូមបន្ថែមបន្តិចអ្នកខ្លះតាំងខ្លួនថាជាគណៈបកប្រជាធិបតេយ្យប៉ុន្តែរាល់ការសម្រេចអីគឺខ្លួនឯងជាថ្នាក់ដឹកនាំសម្រេចតែខ្លួនឯងខ្ញុំបានទទួលព័ត៌មានច្រើនណាស់ដែលសកម្មជនថ្នាក់ដឹកនាំនៅតាមមូលដ្ឋានគេចង់ឲ្យមានការរួមរួមតាមបែបសង្គ្រោះជាតិប៉ុន្តែថ្នាក់ដឹកនាំរបស់គាត់គាត់សម្រេចខ្លួនគាត់ថារួមត្រូវតែឲ្យគេចុះចូលមកខ្លួនអានឹងមានន័យថាការអត់ស្ដាប់គេហៅថាយើងជាមេដឹកនាំគណៈបកមួយដែរប៉ុន្តែយើងអត់ស្ដាប់សម្លេងភាគច្រើននៅក្នុងគណៈបកអញ្ចឹងបើយើងអត់ស្ដាប់សម្លេងភាគច្រើននៅក្នុងគណៈបកអត់ស្ដាប់សម្លេងចំបានរបស់ប្រជាពលរដ្ឋយើងមិនមែនជាគណៈបកប្រជាធិបតេយ្យទេព្រោះគណៈបកប្រជាធិបតេយ្យត្រូវស្ដាប់សម្លេងភាគច្រើនផ្ទៃក្នុងជាធិបតេយ្យផ្ទៃក្នុងបកត្រូវស្ដាប់សម្លេងភាគច្រើននៅក្នុងបកប្រជាធិបតេយ្យគណៈបកប្រជាធិបតេយ្យដែលយើងចង់ដឹកនាំប្រទេសគឺត្រូវស្ដាប់ប្រជាពលរដ្ឋបើប្រជាពលរដ្ឋចង់បានអីយើងត្រូវធ្វើតាមបាទលោកស្រីដាពាក់ព័ន្ធទៅនឹងបញ្ហាការរួបរวมរវាងអ្នកជាតិបតៃនិងអ្នកជាតិបតៃទៅពេលដែលជាការរួបរวมមួយដំណើរការបានហើយជោគជ័យក្នុងការច្របាច់គណៈបកឬក៏បញ្ជីទៅមួយក្នុងការប្រកួតជ័យគណៈបកកាន់អំណាចថាតើការរួបរวมបែបនេះវាជា model វាជាគំរូទៅដល់ហៅថាស្រទាប់ប្រជាជនក៏ដូចជាអ្នកនយោបាយក្នុងប្រទេសទាំងមូលដែរវាជាគំរូបើសិនជាការរួបរวมនេះបានវាក៏គ្រាន់តែការរួបរวมដើម្បីក្រុមអ្នកជាតិតៃដើម្បីក្រុមអញដើម្បីបកពួកអញឬក៏មិនប្រទេសមួយខ្លាំងវាតតែប្រទេសតតែប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងឬក៏អ្នកនយោបាយនៅក្នុងប្រទេសហ្នឹងត្រូវតែមានឯកភាពជាតិបាទសាមគ្គីជាតិបាទគណៈបកកណ្ដាលក៏តែងតែនិយាយដើម្បីឲ្យខ្មែរខ្លាំងខ្មែរត្រូវមានសាមគ្គីជាតិអញ្ចឹងការរួបរวมនៃគណៈបកនយោបាយក៏វាអាចឈានទៅដល់ការបាទវាជាគំរូមួយដែលអាចឈានទៅដល់ការរួបរวมជាតិទាំងមូលសាមគ្គីជាតិទាំងមូលដែរប៉ុន្តែនៅក្នុងសង្គមប្រជាធិបតេយ្យវាតែងតែមានគណៈបកច្រើនណាស់បាទវាមានតែមានគណៈបកច្រើនប៉ុន្តែគណៈបកណាដែលមានទស្សនៈនយោបាយដូចគ្នាគេចងគ្នាជាក្រុមដើម្បីប្រកួតប្រជែងជាមួយនឹងគណៈបកណាមួយទៀតអានឹងវាជាសង្គមប្រជាធិបតេយ្យដែលយើងប្រើការប្រកួតប្រជែងតាមរយៈការបោះឆ្នោតបាទតាមរយៈបោះឆ្នោតប៉ុន្តែនៅពេលដែលយើងបោះឆ្នោតហើយយើងអត់អាចចាត់ទុកគ្នាជាសត្រូវអញ្ចឹងយើងអត់ចាត់ទុកប្រយោជន៍បាទយើងអត់ចាត់ទុកគ្នាសត្រូវយើងអត់គុំគួនទៀតទេហើយយើងបើសិនជាយើងចាញ់ឆ្នោតប៉ុន្តែយើងក៏អាចមានសម្លេងនៅក្នុងរដ្ឋសភាយើងអាចប្រើប្រាស់សម្លេងរបស់យើងនៅក្នុងរដ្ឋសភាជាតំណាងរបស់ប្រជាពលរដ្ឋនៅក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិអាចហ៊ាននិយាយហ៊ានរិះគន់ហ៊ានតវ៉ាជាមួយនឹងការដឹកនាំខុសរបស់រដ្ឋាភិបាលប្រសិនបើគណៈបកជាពិសេសគឺជាធិបតេយ្យជាលឿនយើងមានវត្តមាននៅក្នុងរដ្ឋសភាបាទអរគុណលោកសូរីដាជាសំណួរចុងក្រោយខ្ញុំចង់បានជាដំណោះស្រាយតែធ្វើបែបណាការរួបរวมនឹងទៅបានហើយទៅមុខកុំឲ្យនៅត្រឹងឬក៏ក្រាំងតែលោកមានជាកលឹះមួយពីរសម្រាប់ជាយោបល់ក្នុងការឲ្យពលរដ្ឋទូទៅដឹងផងក៏ដូចជាអ្នកនយោបាយផ្សេងៗបញ្ហាសំខាន់ដើម្បីឲ្យការរួបរวมនេះធ្វើទៅបានទីមួយវាអាស្រ័យទៅលើឆន្ទៈនៃមេដឹកនាំរបស់គណៈបកនីមួយៗដែលជាអ្នកប្រជាធិបតេយ្យហ្នឹងឯងអានឹងត្រូវមានឆន្ទៈពិតប្រាកដថា
ta bị được non tầng o này trong ban cà rụp rùm tí họ đồng có cà rụp rùm nâng thông thế bà sân chia dương miền sản tiện nâng đồng có cà rụp rùm thông dừng rung rương đi thua cái bà nó cứ thử thật thom lát là dương miền sản tiện nhưng từ rung càng như này bà nó mới chạy trong địa xoay từ lưỡi sản tiện bà chịu này bà tí pi nhậm cơ thà sầm lấy cho bà bị chịu rồi nâng thưa ai nè dù bài thử tay đặt chất đặt cái rung liềm mà ai nhầm kết thà bà sân chi nè dù bài nè đã tôi đã khóc bị bầm non rồi bỏ bị chia bớt cứ bà chạy vì bố dương trong bàn sầm lấy nào bị chia bớt tại mà chạy dương mình sửa nào cũng mau bị nà cũng mau bị chia bớt chắc mà chia bớt trong ai dương rung riết cứ dương thử để thưa ta bị chia bớt đôi chân này ta lọt tới bà sân chia cái nạp bạn là rút rung cái bản cứ nhom cần tha phải chia bớt nó bỏ oi cái nạp bạn lúc nâng quam thổ ở cái nạp bạn lúc tôi chứ này ta làm từ với sống yêu từ đó cái nạp bạn dù bài chia bị xe cái nạp bạn đại chia ác đất bom ổn để cái nạp bạn sẽ cũng chia nghiệm một từ chơi rồi cả rụp rúm đợi đừng co phơi bây giờ chia thông và phơi bây giờ chia thôngហើយcũng đồng có phơi bây giờ một cô cũng kết thá rùm kia nó bắt tu này ti rùm kia bắt phơi bây giờ nó cũng kết trong này đại thà đức nói mà bạn chia thập tay chia lươn bắt kết thì phơi bây giờ một cô rùm kia ao tại dương miền sức được trong cả sầm rách miền cả châu rùm trong cả kết miền châu rùm trong cả sầm rách những thứ chỉ muối nên kia tu bay chỉ phụ dương này chỉ thà đức nói mà bạn chia thập tay chia lươn thất nơi nông tùng rung bài ná có dương từ tôi cho bạn này chẳng nó đáp ạ បាទ សូមអរគុណលោកសុរិយាចំពោះការបកស្រាយនិងបញ្យល់អំពីដំណើរការនៃការរួបរวมអ្នកជាតបតៃបាទលោកស្រីនាងកញ្ញាជាទីមេត្រីខ្ញុំសូមអរគុណចំពោះលោកស្រីនាងកញ្ញាដែលបានតាមដានកម្មវិធីសម្លេងពីតបតៃតាំងពីដើមដល់ចប់បាទគណៈពេលនេះខ្ញុំបាទទាំងពីរសូមគោរពបាទសូមគោរពលាបាទសូមអរគុណ